ជំរាបសួរលោកគ្រូខ្ញុំមកធ្វើការ demo ទៅលើការងារ final project final សម្រាប់ firewall ដែលនេះគឺជាផ្នែក Ubuntu server ដែលខ្ញុំមកធ្វើការ demo ពីអ្វីដែលខ្ញុំបាន set up នៅក្នុង server ហើយនឹងអ្វីដែល config ផ្សេងៗអញ្ចឹងខ្ញុំមានជាលក្ខណៈ document នេះមួយសម្រាប់មើលឬក៏សម្រាប់គ្រប់គ្រងទៅលើការងារមួយហ្នឹងអញ្ចឹងសម្រាប់ចំណុចទី1ខ្ញុំមកធ្វើការ demo ពីចំណុច URW firewall របស់ Ubuntu ដែលខ្ញុំមានការធ្វើការ set up បែបនេះអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញទៅគ្រូអញ្ចឹងសម្រាប់URW នេះខ្ញុំមកធ្វើការឡើងទៅតាម client ដែលទៅតាម requirement របស់លោកគ្រូមួយដែលនៅក្នុងវីដេអូនេះគឺយើងនិយាយពីតែ server ទេអញ្ចឹងនេះខ្ញុំមកធ្វើការបង្ហាញនៅ IP ដែលខ្ញុំធ្វើការ allow សម្រាប់ port មួយសម្រាប់ IP 172.68.255នេះខ្ញុំ allow ទៅចូល36 port 36ហើយ port 36ហ្នឹងសម្រាប់ IP ផ្សេងគឺអត់អាចអនុញ្ញាតឲ្យ access ចូលបានចឹងទៅអញ្ចឹងវា pattern វាអញ្ចឹងដែលដូចគ្នាទៅលើ port ផ្សេងៗគឺ 3307 3308ជាមួយនឹង3311 3310ដោយសារតែគ្នារបស់ខ្ញុំមាន7នាក់ចឹងហើយ client របស់ខ្ញុំត្រូវមាន6ម៉ាស៊ីនចឹងទៅ1 2 3 4 5ហើយនិង6ម៉ាស៊ីនអញ្ចឹងនេះគឺជា URW របស់ខ្ញុំទាំងអស់ដែលបាន set up ហើយចំពោះចំណុចបន្តទៀតនេះនិយាយពី URW ហើយចំពោះ access ចំពោះ extra ឬក៏ បន្ថែមគឺខ្ញុំ allow ទៅលើ ASX ដើម្បីអាចអនុញ្ញាតឲ្យខ្ញុំដូចនៅបានទៅជាមួយនឹងផ្សេងៗទៀតសម្រាប់ HTTP HTTPS ឬក៏ App Server សម្រាប់ Node ហើយតចំណុចអញ្ចឹងមានប៉ុណ្ណឹងហើយចូលទៅ part ទី2ខ្ញុំនិយាយពីការ config ទៅលើ MySQL ហើយនិង AppArmor ការ config នេះគឺអនុញ្ញាតឲ្យខ្ញុំបង្កើតបាននៅ instance ដែលហៅថា multiple instance សំដៅទៅលើការដែលខ្ញុំ config ដើម្បីអាចឲ្យច្រកចូល MySQL របស់ខ្ញុំមានបានអនុញ្ញាតឲ្យវាចូលបានច្រើន port ជាក់ស្ដែងវាមានទាំងអស់6 port គឺ port 3301ដែលជា default រហូតដល់ port 3311ហ្នឹងទៅចឹងទៅអញ្ចឹងចំពោះការ config របស់ខ្ញុំទៅលើទី1 file MySQL config នេះដែលខ្ញុំដូរពី default របស់វា127.0.01ដែលទទួលតែ local យើងមកទទួលតាម network វិញអនុញ្ញាតឲ្យទទួលតាម network ចឹងអញ្ចឹងនេះគឺជាការ config របស់ខ្ញុំទៅលើចំណុចទី1លើ file MySQLD នេះអញ្ចឹងនេះគឺជាកន្លែងដែលខ្ញុំ config ជាក់ស្ដែងការ config របស់យើងគឺថា config ឲ្យស្គាល់ path ហើយយើងអត់ទាន់មានទីតាំងនឹងឡើយតចំណុចបន្តបានយើងធ្វើការបង្កើតចំណុចទាំងអស់ហ្នឹងបង្កើត file ទាំងអស់ហ្នឹងឡើងមកសម្រាប់ port មួយអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ file ហ្នឹងដែលខ្ញុំបាន config ទៅលើ AppArmor ចូលដល់ចំណុចទី3ចូលដល់ចំណុចទី3បន្ទាប់ពីយើង config AppArmor ហើយយើងមកបង្កើត instance ថ្មីដែលមុនហ្នឹងយើងដាក់ location វាហើយដាក់ path វាហើយតែយើងអត់ទាន់មាន file អីជាក់ស្ដែងអញ្ចឹងហើយយើងមកធ្វើការបង្កើត file ហ្នឹងទាំងអស់អញ្ចឹងមកតាមហ្នឹងហើយ document នេះគឺខ្ញុំរៀបបានទុកជា submit ឲ្យលោកគ្រូដែរហើយចឹងហើយវាមានពីរច្រកអញ្ចឹងទៅទី1យើងលក្ខណៈធម្មតាហើយជំរើសទី2យើងអាចលុបទៅបង្កើតមួយហើយទាំងអស់ហ្នឹងតាមតែមួយហើយអញ្ចឹងតមកទៀតបន្ទាប់ពីយើងបង្កើតអឺទៅលើfile log របស់យើងហើយយើងមកបង្កើតនៅចំណុចទី2នេះគឺ file MySQL
directory ជាមួយនឹងការ assign ទៅលើ permission ជាមួយនឹង owner ឲ្យទៅ file នីមួយៗ directory ក៏ដូច file នីមួយៗចឹងទៅអញ្ចឹងខ្ញុំមានការ config បែបហ្នឹងហើយបន្ទាប់ពីនោះខ្ញុំចូលដល់ការដែលបង្កើតនៅ instance ការ config ទៅលើ instance នីមួយៗការ config instance នីមួយៗនេះគឺជាក់ស្ដែងដោយសារតែ default 306វាមានរួចរាល់ហើយអញ្ចឹងយើងអត់មានអីត្រូវតែ config អាហ្នឹងទៀតទេដោយសារតែវាមានស្រាប់ហើយអញ្ចឹងយើងចូលមកចំណុចនេះខ្ញុំអាចជា ls មើលចំណុចនេះសិនទេសិនចឹងខ្ញុំមាន file ដូចដែលខ្ញុំបានធ្វើការ config ហើយរួចរាល់មុនហ្នឹងចឹងប៉ុណ្ណឹងអញ្ចឹងបើសិនជាចូលមើលនីមួយៗទៅណាចុះអញ្ចឹងនេះគឺជាការ config មួយហើយសម្រាប់ port ផ្សេងៗគឺវា pattern ដូចគ្នាទេដែលវា config ទៅលើ socket របស់វា port 307ផ្លូវច្រកចូល MySQL ហ្នឹងទៅជាមួយនឹង bind address ជាមួយនឹង MySQLx ដែលកន្លែងនេះគឺវាការ config នេះគឺដូចទៅនៅ306ដែរដែលយើងអនុញ្ញាតឲ្យវាធ្វើការនៅក្នុង network បានចឹងណាអញ្ចឹងវា repeat ដដែលទេហើយបើសិនជាយើងអត់បាននីមួយៗក៏យើងអាចប្រើតែ loop មួយសម្រាប់បានទៅអូខេដែរហើយបន្ទាប់ពីការដែលយើងបានកើតឬក៏ config ទៅលើ file instance នីមួយៗហើយយើងមកធ្វើការ initialize ទៅលើ file ពួក config នេះដែល initialize ឲ្យវាដំណើរការហើយបន្ទាប់មកដោយសារតែការដែល initialize នេះហ្នឹងវាកើតចេញជា default root វាមាននៅក្នុងការបង្កើត port នីមួយៗឆ្លងចូល instance នីមួយៗហ្នឹងវាមាន root user root រៀងៗខ្លួនហើយនៅក្នុងហ្នឹងក៏ user root នីមួយៗហ្នឹងវាមាន password ចឹងហើយដើម្បីយើងទុកអា password ហ្នឹងប្រើនៅក្នុង MySQL យើងប្រើ command របៀបនេះវានឹងធ្វើការprint នៅអា password ដែលវា default មកហ្នឹងចឹងទៅចឹងហើយងាយស្រួលក្នុងការយើងប្រើនៅក្នុងពេលបន្តទៀតដើម្បី access ទៅចូល user root នីមួយៗតាម MySQL តាម instance នីមួយៗហ្នឹងអញ្ចឹងចូលដល់ចំណុចមួយទៀតខ្ញុំធ្វើការ create ទៅលើ system D និយាយទៅគឺជា service យើងបង្កើត service ដោយសារតែយើងបង្កើត file ក៏ប៉ុន្តែ file វាតេទេបង្កើត file ហើយនៅលើហ្នឹងគឺវាតេចឹងហើយយើងចូលមកធ្វើការ config ឬក៏អីទៅលើ file នីមួយៗហ្នឹងតាមតម្រងបែបនេះអញ្ចឹងខ្ញុំធ្វើការ ls យើងមើលតម្រង file បែបហ្នឹងចឹងហើយចូលមើលនេះទៅចឹងបន្ទាប់ពីyes ចឹងមានប៉ុណ្ណឹងហើយសម្រាប់ port ផ្សេងៗគឺ repeat ដដែលទេបន្ទាប់មកទៀតមានដូចគ្នាខ្ញុំដាក់ជាលក្ខណៈធម្មតាហើយនឹងធ្វើវាជាលក្ខណៈ loop ហើយចេញមកពីហ្នឹងយើងធ្វើការ enable និង start ទៅលើ instance នីមួយៗហ្នឹងអញ្ចឹងយើងបែបហ្នឹងយើង install យើង enable វាយើង start វា start service ហ្នឹង start service នៅគ្រប់ instance នីមួយៗដែលយើងបានcustomize យើងបង្កើតចេញជាវាទៅយើង customize port ផ្សេងៗយើងក៏ enable start វាដូចនៅ service ធម្មតា default ដូចគ្នាហើយបន្ទាប់មកនេះវាជាការដែល verify ខ្ញុំអាចធ្វើការ demo មួយគ្រប់ service ទាំងអស់306ឥឡូវខ្ញុំលើកទៀត306ចឹង default port ជាមួយនឹងដាក់ port ដែលយើងបាន config ទៅលើ3307 3308 9និង11វា active ចូលដល់ part នេះ part ទី4ខ្ញុំនិយាយទៅលើការដែល
ក្នុង actual មួយៗហ្នឹងខ្ញុំធ្វើការបង្កើតនៅ user រៀងៗខ្លួនចឹងទៅដូច actual 3306នេះខ្ញុំបង្កើត user សម្រាប់ឲ្យគាត់អាសាចូលបានដោយ user សុភាមាន IP ប៉ុណ្ណេះ172.68.250ដើម្បីអាសាចូលអញ្ចឹងសម្រាប់ instance ផ្សេងៗគឺយើងចូលតាម submit file ដែលយើងបាន config ហ្នឹងបន្ទាប់មកសម្រាប់ port 3307នេះខ្ញុំអាសាទៅឲ្យគាត់ជាមួយនឹង IP នេះហើយចំពោះ port 3303ខ្ញុំអាសាទៅឲ្យបងអេងសងអេងហើយ3309 3309ខ្ញុំអាសាទៅឲ្យមនីនេះដោយសារតែខ្ញុំតេស្តពីរដងតែចឹងទៅខ្ញុំច្រឡំកាត់ពី user តែ IP វាគឺផ្សេងៗគ្នាទេចឹងសម្រាប់ port នេះទៀត5 3310 3310នេះអាសាឲ្យរងជាមួយនឹង IP នេះ3311 3311ខ្ញុំអាសាឲ្យដៃជាមួយនឹង IP នេះហើយបន្ទាប់ពីហ្នឹងយើងនេះបើយើង start ដំបូងយើងគ្រាន់តែពេលដែលយើងបង្កើតហើយយើង start SQL តទៀតទៅswitch SQL ហើយបើស្ដែងខ្ញុំ start ហើយអញ្ចឹងsystem SQL start SQL វា running វានេះហើយចូលដល់នេះដោយសារតែនៅក្នុងវីដេអូសម្រាប់ client របស់ខ្ញុំគឺបានតែយើងតេស្តទៅលើ IP នីមួយៗហ្នឹងថាអាច access ចូល server របស់យើងបានអត់អញ្ចឹងសម្រាប់ខ្ញុំមាននៅលើ Mac នេះខ្ញុំមានជា device ចាប់ទុកថាជា client មួយទៀតដែលអត់មាន IP ដែល IP មួយនេះអឺដែល IP client មួយនេះគឺខ្ញុំអត់មានបាន allow នៅក្នុង URWA 280នេះnumber អញ្ចឹងគឺអត់មាន280ទេខ្ញុំអត់មាន allow ទេអញ្ចឹងខ្ញុំសាកតេស្តវាហៅថាខ្ញុំប្រើនៅ SQL viewអញ្ចឹងខ្ញុំព្យាយាមអាសេសតាមនេះមួយចុះSQL view secure dash h ហើយចំពោះ host របស់ខ្ញុំគឺនេះhost name ដាស់230 172 168 230ហើយបន្ទាប់មកខ្ញុំដាក់ port 3306បន្ទាប់មក password អ្វីត្រូវក៏
ចឹងបើខ្ញុំជាក់ស្ដែងយើងវាយទាំង password ឬក៏ port user អីយើងត្រូវហើយប៉ុន្តែដោយសារតែ URW ឬក៏ firewall របស់យើង block ចឹងហើយយើងអត់អាច access ចូលទៅលើ MySQL មួយនឹងបានទេហើយបើសិនជាករណីយើងទៅខុស password ខុសអឺចេញដូចគ្នាអឺដោយសារតែជាក់ស្ដែងIP មួយនេះខ្ញុំអត់ allow នៅក្នុងMySQL បើចឹងទៅបើសិនជា user គេហៅថា user ម្នាក់ហ្នឹងអឺគាត់ព្យាយាម access ទៅគាត់តែ password ខុសអាហ្នឹងវាត្រូវការវា block នៅក្នុង MySQL ផ្សេងហ្នឹងទៅបានន័យថាវាឆ្លងផុត layer URW ចឹងទៅអញ្ចឹងបន្ទាប់ពីអញ្ចឹងអស់ហើយសម្រាប់ការងារ firewall មួយនេះអញ្ចឹងសូមអរគុណលោកគ្រូសម្រាប់ការមើលវីដេអូមួយនេះអរគុណលោកគ្រូ